Bà số đây ngọc nhé. Ở lại dân will một căn mê riêng thay bảo dưỡngคือ Python សម្រាប់ step ទី1 ក្នុងការរៀនភាសា Python លុះត្រាតែយើង install Python នៅក្នុង computer យើងហើយបើសិនជាចង់បានមេរៀន install Python ខ្ញុំនឹងផុសនៅវីដេអូក្រោយណាបន្តមកទៀតយើងត្រូវច្បាស់ថា Python ហ្នឹងត្រូវបាន install នៅក្នុងcomputer របស់យើងអញ្ចឹងយើងគួរតែ check របៀបម៉េចណាអញ្ចឹងយើងគាត់ទៅចូលទៅក្នុង CMD យើងគឺយើងចុច Windows plus 1 O វាយពាក្យថា CMD នេះដូចអ្វីដែលខ្ញុំបានវាយនេះអូ CMD យើងចុច OK មកតោះមកយើងឃើញផ្ទាំងនេះមួយ load មកអញ្ចឹងកន្លែងហ្នឹងយើងគាត់ទៅវាយថា Python -- version មកវានឹងបង្ហាញនេះ version របស់យើងហើយអញ្ចឹងរបស់ខ្ញុំប្រើគឺ version 3.12 អញ្ចឹងបើអ្នកទាំងអស់គ្នាអាចប្រើនៅ version ផ្សេងណាទៀតក៏បានដែរចាប់ពី 3 ចុចឡើងទៅអញ្ចឹងវាស្រួលប្រើអូខេបន្ទាប់ពីយើងបាន install នៅក្នុង computer យើងហើយយើងត្រូវការជ្រើសរើសជាមួយនឹង IDE មួយវា IDE ហ្នឹងមានន័យថាយើងជ្រើសរើសកម្មវិធីមួយយកមកសរសេរអាកូដហ្នឹងវាមាន VS Code ឬក៏ PyCharm តែនៅក្នុងវីដេអូនេះគឺខ្ញុំរើសយក VS Code ឥឡូវយើងទៅបើក VS Code មកអូខេនៅពេលដែលបើកមក VS Code គឺវាមានប៉ុណ្ណឹងណានៅពេលដែលយើងចុចបើកមកគឺមានប៉ុណ្ណឹងអញ្ចឹងរឿងបន្ទាប់ដែលយើងត្រូវទៅ check មើលថាតើ VS Code នឹងអាចសរសេរភាសា Python នឹងបានឬនៅអញ្ចឹងរឿងបន្ទាប់ដែលយើងត្រូវ install គឺ install plugin មួយគឺ Python ណាយើងចូលទៅក្នុង market មកយើងចូលទៅក្នុង market របស់យើងហ្នឹងយើងមើលទៅថាយើងបាន install អីខ្លះនេះរបស់ខ្ញុំគឺ install មាន Python Auto Pip អញ្ចឹងទៅមាន Git មានអីចឹងទៅណាបាទយើងគាត់ធ្វើការ search អញ្ចឹងមកយើងគាត់ចូលមកការ search Python មកយើងវានឹងឃើញហើយ Python នៅហ្នឹងនេះមាននេះមកយើងគាត់ចុចមើលកន្លែងហ្នឹងបើសិនជាយើងអត់ទាន់ install ទេ install ទៅឥឡូវនេះរបស់ខ្ញុំវា install ហើយណានៅពេលដែលយើង install ហើយគឺវា load អញ្ចឹងយើងគាត់វាយ Python កន្លែងនេះមក search វាទៅដើម្បី install ហ្នឹងគឺជាការ check ក៏ដូចជាការរៀបចំ IDE របស់យើងសម្រាប់សរសេរភាសា Python ហ្នឹងអូខេអញ្ចឹងយើងចូលទៅដល់ section បន្ទាប់គឺការបង្កើត folder មួយសម្រាប់ទុកទិន្នន័យឬក៏project ដែលយើងសរសេរជាមួយនឹង Python ហ្នឹងអញ្ចឹងយើងចូលទៅក្នុងកន្លែងនេះមកយើងមានកន្លែងនេះ open the folder មកអូខេអញ្ចឹងនៅក្នុងនេះគឺ desktop របស់យើងអាចបង្កើត folder ក៏បានបង្កើត new folder មកណាយើងដាក់អីក៏ដាក់ទៅណា folder ហ្នឹងទៅមកយើង select វាក៏ប៉ុន្តែនៅពេលនេះខ្ញុំបានបង្កើតរួចហើយ folder របស់ខ្ញុំហ្នឹងគឺខ្ញុំប្រើចាស់ folder ចាស់របស់ខ្ញុំទេនៅក្នុង desktop របស់ខ្ញុំគាត់ចុចលើ desktop មកបន្តមកទៀតយើងនឹងឃើញនៅ folder ដែលយើងចង់បង្កើតដាក់ហ្នឹងដាក់ណាក៏បានដាក់កន្លែងនេះតាម try មួយដែលយើងមានមកក៏បានអញ្ចឹងខ្ញុំគាត់បង្កើតហើយខ្ញុំយក folder របស់ខ្ញុំមួយនេះខ្ញុំ select មកនៅពេលដែលវាបើកមកគឺទម្រង់របស់វាគឺមានតែប៉ុណ្្នឹងទេណាអញ្ចឹងករណីក្នុងការសរសេរកម្មវិធីឬក៏សរសេរកូដដែលធំណាយើងទាមទារឲ្យមានការបង្កើត environment មួយតែបើសិនជាយើងនៅរៀនធម្មតាអញ្ចេះទេយើងកុំទាន់បង្កើត environment ក៏បានដែរយើងគាត់នឹងបង្កើត new file ដែលមាន extension របស់វា .py មកគឺអាចប្រើបានហើយណាអូខេអញ្ចឹងយើងគួរបង្កើតរបៀបម៉េចយើងអាចចុចបង្កើត new file នេះក៏បានឬក៏ចូលទៅក្នុងនេះគឺចុចពាក្យថា new file នេះក៏បានណាឬក៏ shortcut របស់វានេះ Control Alt Windows plus N អញ្ចឹងយើងគាត់នឹងចុច new file នេះមកឬក៏យើងចុចចូលក្នុង new file អញ្ចឹងក៏បានឬក៏យើងអាច right click new file កន្លែងនេះក៏បានណាយើងចុចអញ្ចឹងហើយយើងសរសេរជាឈ្មោះ project របស់យើងទៅអញ្ចឹងឈ្មោះនេះខ្ញុំសរសេរថា the PC សំខាន់គឺយើងសរសេរអាចមានការដកឃ្លាទេតែបើសិនជាយើងចង់បានភ្ជាប់គឺយើងប្រើ underscore នឹងមួយទៅណាឬក៏យើងសរសេរជាប់គ្នាអញ្ចឹងក៏បានដែរ the PC school
dot py អាហ្នឹងគឺយើងត្រូវតែចាំបាច់ក្នុងការប្រើរបស់វាគឺ dot py ណានៅពេលដែលយើងចុចបានអញ្ចឹងហើយវានឹងទទួលបានអានេះមួយហើយណាអា file ដែលយើងត្រូវសរសេរហ្នឹងណាអញ្ចឹងកន្លែងនេះវាជាការសរសេររបស់យើងទេការចាប់ដើមសរសេរទេអញ្ចឹងនៅពេលដែលយើងសរសេរយើងត្រូវបង្កើត file ហ្នឹងមួយបញ្ជាក់ណាសម្រាប់ការសរសេរយើងត្រូវបង្កើត file .py ហ្នឹងមួយហើយបើយើងសរសេរកម្មវិធីយើងត្រូវតែបង្កើត environment មួយនៅក្នុងហ្នឹងណា environment ហ្នឹងសរសេរសម្រាប់ stock នៅ library ឬក៏ package ណាមួយដែលយើង install សម្រាប់ធ្វើ project របស់យើងហ្នឹងអូខេអញ្ចឹងការងារបន្ទាប់របស់យើងទៅ test ថាតើអា Python ហ្នឹងវាបាន install ឬក៏វា run ត្រឹមត្រូវហើយឬនៅអញ្ចឹងខ្ញុំបង្ហាញយើងមួយនៅករណីដែលយើងរៀន beginner ដូចគ្នាអញ្ចឹងណាគឺយើងអាចស្គាល់នៅ function មួយដែលមានឈ្មោះថា print ណាអញ្ចឹង print ហ្នឹងគឺមានតួនាទីធ្វើអីគេអា print នេះ print នៅក្នុង Python គឺវាសម្រាប់បង្ហាញនៅទិន្នន័យដែលនៅចន្លោះកណ្ដាលថ្មិញកដោឧទាហរណ៍ថាយើងចង់ print hello the PC school អញ្ចឹងទៅណាយើងគ្រាន់តែចូលមកយើងឃើញកន្លែងនេះឃើញគេវាយពាក្យថា print ហើយបើកវងកញ្ចក់ដាក់ថ្មិញកដោ2ហើយវាយមកហើយបិទវងកញ្ចក់មកវិញណាអញ្ចឹងអាហ្នឹងខ្ញុំសូមបញ្យល់កន្លែងហ្នឹងបន្តិចសម្រាប់ first syntax ដែលយើងត្រូវរៀនដំបូងហ្នឹងគឺ print ណា print ហ្នឹងវាមានដូចជាprint hello print hello world អីចឹងទៅណាយើង print hello world print hello the PC school អីចឹងទៅហ្នឹងគឺsyntax របស់យើងសម្រាប់ការរៀនដំបូងគឺយើងសរសេរគឺ print បន្ទាប់ពីយើងសរសេរបាន print ហើយគឺយើងចង់ដឹងអា result ដែលយើងសរសេរហ្នឹងវា run ទៅវាចេញរបៀបម៉េចអញ្ចឹងក្នុងករណីហ្នឹងយើងមុននឹង run ណាមុននឹង run code របស់យើង save សិនមកដើម្បីជៀសវាងការដាច់ភ្លើងឬក៏ករណីណាមួយកើតឡើងទៅវាអាចដាច់អានេះរបស់យើងអញ្ចឹងណាអញ្ចឹងយើង save មកនៅពេលដែលយើង save អាមួយនេះវាបាត់ហើយមិញយើងឃើញអាកន្លែងពងកញ្ចក់2ហ្នឹងឧទាហរណ៍ថាចេះនេះចាអាហ្នឹងវាន័យថាយើងអត់ទាន់ save ទេណាអា document របស់យើងអត់ទាន់ save ទេនៅពេលដែលយើងចុច save វានឹងបាត់អាហ្នឹងហើយអូខេបន្តមកទៀតតែយើងគួរតា run អាហ្នឹងរបៀបម៉េចអូខេអញ្ចឹងដើម្បី run គឺយើងចុចយើងគ្រាន់តែ type comment នៅក្នុង terminal យើងចូល terminal នេះមកយើង type python បើសិនជាយើង Windows យើងវាយ Python ធម្មតាតែបើ Mac យើងប្រើ Python 3 Python យើងវាយឈ្មោះអា script របស់យើងនេះអានេះរបស់យើងនឹងមកវាយ script ឈ្មោះរបស់យើងនឹងមកអ្វីដែលយើងចង់ run វាយឲ្យត្រូវណាបើវាយអត់ត្រូវវាអត់ run ទេ school.py អញ្ចឹងយើងគាត់ enter មកនេះ result ដែលវាចេញមកគឺអញ្ចឹងខ្ញុំបរិយាឲ្យធំនេះ result ដែលវាចេញមកគឺ hello the PC school ហើយនឹង hello world អាហ្នឹងជា result ដែលយើងប្រើ syntax មួយដែលមានឈ្មោះថា print ណានៅពេលយើងចង់ print អីមួយជាពិសេសយើងចេះតែឆ្ងល់เลยថាតើអាហ្នឹងប្រើក្នុងន័យអីហើយមានអត្ថប្រយោជន៍អីសម្រាប់ print វាជាភាសារំការប្រើប្រាស់ដំបូងដែលយើងចាប់ផ្ដើមសរសេរ Python ឬក៏សរសេរជា programmer ភាគច្រើនគឺគេ hello world ណាអញ្ចឹងនៅក្នុង Python គឺគេប្រើ print ហើយវាយអាពាក្យដែលយើងចង់ print វាចេញមកក្រៅនឹងមកណាហ្នឹងគឺយើង print ហើយយើងប្រើវាមានអត្ថប្រយោជន៍អីបើគាត់ថា print អញ្ចឹងអត់ទេនៅពេលដែលយើងចាប់ផ្ដើមសរសេរកម្មវិធីកាន់តែច្រើនមានសរសេរ code កាន់តែច្រើនយើងចាប់ផ្ដើម find bug អា bug ហ្នឹងគឺកន្លែង code ណាដែល error ឬក៏ run ទៅវាអត់មានដំណើរការស្រួលយើងប្រើ bug ហ្នឹងគឺយក print ហ្នឹងមក print ចេញជាមួយនឹងគេហៅថា handling error ហ្នឹងភ្ជាប់ជាមួយ print ហ្នឹងមកវានឹងចេញជា syntax ណា error កន្លែងណា error អញ្ចឹងទៅឬក៏យើងអាចបោះទិន្នន័យឲ្យយើងមើលថាតើអា code របស់យើងហ្នឹង error កន្លែងណាហើយវាដើរទៅមិនស្រួលកន្លែងណាដល់ពេលយើងសង្ស័យយើងធ្វើ debug វាដោយការប្រើ print ហ្នឹងវាស្រួលក្នុងការបង្ហាញទិន្នន័យមកយើងច្បាស់ណាហ្នឹងហើយ print គឺអត្ថប្រយោជន៍របស់វាគឺអញ្ចឹងហើយមួយទៀត print នឹងដែរគឺវាអាចប្រើនៅពេលដែលយើងចង់បញ្ជាក់ទិន្នន័យថាតើអាវាបោះ
បោះទិន្នន័យមកពីកូដផ្សេងឬក៏បោះអីហ្នឹងតើវាដូច result ដែលយើង expect អត់ឬក៏ដូចអ្វីដែលយើងចង់បានអត់អញ្ចឹងណាអញ្ចឹងក៏យើងអាចប្រើ print នឹងដើម្បីបង្ហាញមកយើងដែរពូភាសាកូដបើសិនជាយើងអត់ប្រើវាទេវាបោះទៅបោះមកវាបានតែ IDE របស់យើងហ្នឹងគឺវា read write ទេអញ្ចឹងសម្រាប់ user ឬក៏សម្រាប់ developer គឺគាត់អត់អាចមើលឃើញនៅអ្វីដែលគាត់បោះមកថាវាត្រឹមត្រូវឬក៏អត់អញ្ចឹងជៀសវាងក្នុងការដាក់កូដឲ្យឬក៏ដាក់កម្មវិធីឲ្យគេដំណើរការគឺយើងត្រូវការ debug យើងត្រូវការមើលថាជឿជាក់ថា 100% ថាកូដរបស់យើងហ្នឹងគឺដំណើរការល្អមុននឹងយើង convert វាទៅជា app ឬក៏ tool ណាមួយដែលយើងចង់ប្រើឬក៏ចង់ឲ្យអ្នកដទៃប្រើណាអញ្ចឹងសម្រាប់មេរៀនទី1ហ្នឹងគឺយើងអត់មានរៀនអីច្រើនទេគឺយើងចង់មកបង្ហាញគ្នាតិចតួចតាក់ទងជាមួយនឹងថាតើយើងត្រូវប្រើប្រាស់ IDE មួយណាហើយយើងត្រូវ check របៀបម៉េចថា Python វាបាន install នៅក្នុងកម្មវិធីនៅក្នុង computer យើងហើយឬនៅមួយទៀតយើង install extension ឬក៏ plugin អីហ្នឹងនៅក្នុង IDE របស់យើងបើយើងប្រើ VS Code ណាតែបើសិនជាយើងប្រើដូចជា PyCharm អត់ទេ PyCharm គឺវាស្រួលគឺវាភ្ជាប់សម្រាប់សរសេរជាមួយនឹង Python ស្រាប់តែម្ដង PyCharm ហ្នឹងហើយមួយទៀត PyCharm គឺនៅពេលដែលយើងចាប់ផ្ដើមបង្កើត project គឺវាមានមកជាមួយនឹង environment ផ្ទាល់របស់វាជាមួយនឹង Python ហ្នឹងតែម្ដងនៅពេលដែលយើងបង្កើត project Python អញ្ចឹងហើយបើ VS Code វាស្រួលប្រើហើយវាងាយក៏ប៉ុន្តែវាទាមទារឲ្យយើងហ្នឹងបង្កើតគ្រប់យ៉ាងដូចជាការដាក់ extension ឬក៏ ឬក៏ plugin ដែលយើងបាន install មុនហ្នឹងបន្តមកទៀតយើងត្រូវបង្កើត environment តែនៅក្នុងមេរៀននេះខ្ញុំអត់ទាន់បានបង្កើត environment ទេខ្ញុំនឹងបង្ហាញនៅមេរៀនក្រោយនៅពេលដែលយើងចាប់ផ្ដើមសរសេរភាសា Python របស់យើងកាន់តែច្រើនហើយត្រូវការប្រើប្រាស់ library ឬក៏ package ណាមួយដែលយើង build សម្រាប់ខ្លួនឯងក៏ហៅកូដយកមកប្រើអញ្ចឹងទៅណាអញ្ចឹងមេរៀនហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងការ install Python ទៅហើយមេរៀន install Python ខ្ញុំនឹងផុសនៅវីដេអូក្រោយឥឡូវនេះគឺគាត់នឹងបង្ហាញទេណាខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាដឹងពីរបៀបនៃការ install ហើយអញ្ចឹងហើយបានជាខ្ញុំគាត់នឹងបង្ហាញយកមកកុំឲ្យវាមានការយឺតយ៉ាវយូរអីចឹងទៅសង្ឃឹមថាទាំងអស់គ្នាអាចទទួលយកបានបាទជួបគ្នានៅវីដេអូក្រោយបាទហើយសម្រាប់ tip នៅចុងវីដេអូនេះគឺខ្ញុំសូមឲ្យទាំងអស់គ្នាធ្វើការinstall IDE បន្តមកទៀតយើងធ្វើលំហាត់មួយគឺការ print ចេញនៅអ្វីដែលយើងចង់ឧទាហរណ៍ថាយើងចង់ print ខ្ញុំចូលចិត្តបន្លែអញ្ចឹងទៅគឺក៏ខ្ញុំមិនបរិភោគសាច់ទេឬក៏អញ្ចឹងទៅយើងអាច print ជាភាសាអង់គ្លេសក៏បានឬក៏ជាភាសាជាតិរបស់យើងជាភាសាខ្មែរក៏បានក៏ប៉ុន្តែភាសាខ្មែរពេលខ្លះ IDE យើងត្រូវការ install plugin ឬក៏អីផ្សេងទៀតអញ្ចឹងណាអញ្ចឹងនៅក្នុងមេរៀននេះយើងកុំទាន់ឲ្យមានភាពស្មុគស្មាញច្រើនគឺយើងប្រើប្រាស់ភាសាទូទៅគឺភាសាអង់គ្លេសអញ្ចឹងយើងគ្រាន់តែធ្វើលំហាត់មួយទៅ print ចេញណាលំហាត់ហ្នឹងគឺយើងចង់ print ចេញអំពី favorite អាហាររបស់យើងណាចំណង់ចំណូលចិត្តយើងចង់ទៅណាយើងចង់អីចឹងយើង print ចេញឲ្យបាន4 10 20មកហើយយើងមើលទម្រង់របស់ print របស់វាគឺយើងត្រូវប្រើប្រាស់print ដែលសរសេរអក្សរតូចបន្តទៀតបើកវងកញ្ចក់ដាក់ធ្មេញកដោ2មកហើយបិទវងកញ្ចក់មកវិញណាតមកទៀតយើងក៏ save វាហើយយើងចាប់ផ្ដើមសរសេរ Python ហើយដាក់ឈ្មោះfile ដែលយើងបានសរសេរមុននឹងបន្តិចហ្នឹងមក .py មកហើយយើងចាប់ផ្ដើម enter មកវានឹងចេញ result ហើយអញ្ចឹងទាំងអស់គ្នាជួយធ្វើការអនុវត្តទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយអរគុណ